ក្មេងនៅពេលដែលខ្ញុំឈឺពុកម៉ែតែងតែមើលថែខ្ញុំតែមកដល់ពេលនេះនៅពេលដែលពុកម៉ែឈឺក្បែរជាខ្ញុំមិនបាននៅក្បែរពុកម៉ែទៅវិញកុំភ្លេចមើលថែសុខភាពផងណាព្រោះកូននៅឆ្ងាយ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ